អំពើពុករលួយជាលក្ខណៈប្រព័ន្ធបានចាក់ឫសយ៉ាងជ្រៅនិងស្មុគស្មាញនៅក្នុងសង្គមកម្ពុជាតាមរយៈគ្រួសារនិយមបកពួកនិយមហើយដែលកត្តាទាំងនេះបាននាំឲ្យមានការព្រួយបារម្ភចំពោះលទ្ធភាពនៃការរំលោភអំណាចអ្នកវិភាគផ្នែកទស្សនវិទ្យាសាស្ត្រនយោបាយលោកចិត្តជលសាមានប្រសាសន៍ថាគ្រួសារនិយមក្នុងជួរអ្នកមានអំណាចនាំមកនៅមនោសញ្ចេតនាអាចនាំមកនៅអំពើពុករលួយយ៉ាងសុកសាន្តដោយស្ថាប័នអនុវត្តច្បាប់ខ្លាចមិនហ៊ានប្តឹងមិនហ៊ានចាប់ចងឬមិនហ៊ានកាត់សេចក្តីនោះឡើយប្រព័ន្ធនេះមានបញ្ហាស្មុគស្មាញរហូតដល់មានការប្រព្រឹត្តអំពើពុករលួយធំដុំហើយទៅជារឿងអាងខ្នងឬអន្តរាគមន៍ហើយវប្បធម៌អន្តរាគមន៍នៅក្នុងប្រទេសកម្ពុជានឹងកើតចេញអំពីសាច់ញាតិបងប្អូនតាំងពីតូចរហូតដល់ធំនឹងឯងតែវប្បធម៌អន្តរាគមន៍នោះគឺជាវប្បធម៌មួយដែលធ្ងន់ធ្ងរបំផុតដែលនាំឲ្យអ្នកមានអំណាចជិះជាន់អ្នកក្រីក្រនាំឲ្យអ្នកមានលុយចង់បានអ្វីស្ដេចចិត្តហើយធ្វើប្រទេសជាតិផិតទៅក្នុងភាពវិនាសកាសែត Asia Time Online កាលពីឆ្នាំ2007បានចុះផ្សាយបន្តតាមកាសែតភ្នំពេញប៉ុស្តិ៍ថាមង្គលការរបស់កូនអ្នកមានអំណាចនៅកម្ពុជាភាគច្រើនរៀបចំឡើងក្នុងហេតុផលនយោបាយអំណាចនិងលុយកាក់កាសែតនោះបានរាយការណ៍ថាអ្នកស្រីហ៊ុនកំលែងដែលត្រូវជាកូនស្រីរបស់លោកហ៊ុនណេងអភិបាលខេត្តកំពង់ចាមនិងជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរៀបការជាមួយកូនប្រុសរបស់លោកណេតសាវឿនអគ្គស្នងការនគរបាលជាតិខណៈលោកហ៊ុនសៀងហេងកូនប្រុសរបស់លោកហ៊ុនណេងបានរៀបការជាមួយអ្នកស្រីសុកសុភ័ក្រកូនស្រីរបស់លោកសុកផលស្នងការរងនៃអគ្គស្នងការនគរបាលជាតិចំណែកលោកហ៊ុនម៉ាណិតអាយុ29ឆ្នាំដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរៀបមង្គលការជាមួយអ្នកស្រីហុកចិនដាវីកូនស្រីរបស់លោកហុកឡុងឌីអតីតអគ្គស្នងការនគរបាលជាតិដែលបានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ2010កូនប្រុសរបស់លោកហ៊ុនសែនម្នាក់ទៀតឈ្មោះហ៊ុនម៉ានីអាយុ28ឆ្នាំបានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នកស្រីយឹមឆៃលីនដែលជាកូនស្រីរបស់លោកយឹមឆៃលីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទរីឯកូនស្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនម្នាក់ទៀតឈ្មោះហ៊ុនម៉ាលីអាយុ27ឆ្នាំបានរៀបការជាមួយលោកសុកពុទ្ធិវុឌ្ឍជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រីសុកអានដែលជាដៃស្ដាំរបស់លោកហ៊ុនសែននិងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកសុកអានក៏មានតួនាទីជាប្រធានអាជ្ញាធរខ្លឹមៗជាច្រើនទៀតក្នុងនោះរួមមានអាជ្ញាធរអប្សរានិងអាជ្ញាធរប្រេងកាតកម្ពុជាជាដើមលោកហ៊ុនសែននិងលោកសុកអានមានទំនាក់ទំនងអំណាចយ៉ាងជិតស្និទ្ធជាមួយគ្នាចាប់តាំងពីទសវត្សរ៍ទី80ខណៈលោកហ៊ុនសែនជារដ្ឋមន្ត្រីក្រសួងការបរទេសហើយលោកសុកអានកាលនោះជាអគ្គនាយកនៃការិយាល័យកិច្ចការបរទេសហើយឥឡូវអ្នកទាំងពីរជាដន្លងនឹងគ្នាចំណែកភរិយារបស់លោកហ៊ុនសែនលោកស្រីប៊ុនរ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមខណៈលោកស្រីសុកអានអានីជាភរិយារបស់លោកសុកអានជាអនុប្រធានកាកបាទក្រហមនោះដែរកាសែត Asia Time Online បានចុះផ្សាយផងដែរថាកូនស្រីរបស់លោកហេងសំរិនប្រធានរដ្ឋសភាជាតិឈ្មោះហេងសំអានបានរៀបការជាមួយលោកប៉ែនកុសលជាទីប្រឹក្សារបស់លោកសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយលោកសខេងជាប្អូនថ្លៃរបស់លោកជាស៊ីមប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចចំណែកកូនប្រុសរបស់លោកសខេងឈ្មោះសសុខារៀបការជាមួយអ្នកស្រីកែសុនសុភីជាកូនស្រីរបស់លោកកែកំយ៉ានអតីតអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទដោយឡែកកូនស្រីរបស់លោកចោមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឈ្មោះចោមនិមលជាទីប្រឹក្សារបស់លោកហេងសំរិនហើយកូនស្រីរបស់លោកម្នាក់ទៀតឈ្មោះចោមគ្រឹស្នាបានរៀបការជាមួយលោកសុកខាន់កូនប្រុសរបស់លោកសុកអានក្រុមអ្នកឃ្លាំមើលនិយាយថាការភ្ជាប់សាច់សាលោហិតរវាងកូនអ្នកមានអំណាចនិងកូនអ្នកមានអំណាចនោះគឺកាន់តែឆ្លុះបង្ហាញឲ្យឃើញអំពីការពង្រឹងអំណាចតាមរបៀបសក្តិភូមិក្នុងចង្កោមអិសរាជជននយោបាយជាន់ខ្ពស់អ្នកវិភាគឯករាជ្យអំពីស្ថានភាពនយោបាយនៅកម្ពុជាលោកបណ្ឌិតឡៅម៉ុងហៃមានប្រសាសន៍ថាការចងចំណងអាពាហ៍ពិពាហ៍របស់កូនអ្នកកាន់អំណាចដូច្នេះគឺមិនមែនជាសញ្ញាល្អនោះទេសម្រាប់ប្រទេសពីព្រោះវាអាចនាំមកនូវការបង្កើតច្បាប់នានាមានលក្ខណៈលំអៀងទៅរកតែក្រុមអ្នកកាន់អំណាចប៉ុណ្ណោះនេះមិនល្អទេគឺយ៉ាងម៉េចដល់ទៅចាក់ fresh អញ្ចឹងទៅគឺតែហើយជាថ្នាក់ដឹកនាំអញ្ចឹងគឺកាន់ណៃរហូតទៅហើយគឺធ្វើច្បាប់ទម្លាប់អីគឺសម្រាប់តែការពារផលប្រយោជន៍ឬក៏ពង្រឹងតែផលប្រយោជន៍របស់ខ្លួននឹងបាទហើយបើសិនយើងនិយាយពីដែលយកទ្រឹស្ដីកាលម៉ាក់យកមកនិយាយទៅវិញគឺស្ទាប់ហ្នឹងគឺតែធ្វើអីរៀបចំស្ថាប័នរដ្ឋអីយ៉ាងអស់ហ្នឹងគឺតែដើម្បីការពារផលប្រយោជន៍និងរកផលប្រយោជន៍ក្នុងខ្លួនហើយក៏ជាសកត់តែស្ទាប់ក្រោមទៅទៀតដែរបាទជាការមិនអរទេនឹងហើយដែលមានតែបដិវត្តពីដើមហើយក៏យើងក៏ជាប់ជួបចាស់យ៉ាងដែរបាទគឺបដិវត្តខ្មែរក្រហមក៏អញ្ចឹងដែរបាទអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានមានប្រសាសន៍កាលពីដើមខែតុលាកន្លងទៅនេះថា
អំណាចនៃសេចក្តីស្រឡាញ់គឺពិបាកក្នុងការហាមប្រាមការរៀបការរវាងបុរសនិងស្ត្រីណាស់ហើយក៏មិនអាចមានការរើសអើងនោះដែរលោកថ្លែងបន្តថាការរៀបអាពាហ៍ពិពាហ៍នៃកូនរបស់អិសរាជជននយោបាយនៅកម្ពុជានោះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះហើយមិនដែលមានការពង្រឹងអំណាចដោយការចោទប្រកាន់នោះឡើយយើងឃើញថាក្មេងប្រុសនិងក្មេងស្រីស្រឡាញ់គ្នាគឺជាការស្រឡាញ់របស់គេហើយមិនអាចដែលរឹតអើងថាអ្នកនេះគូអ្នកនេះឬអ្នកនេះគូអ្នកនោះដើម្បីចងក្រងជាមួយគ្នាអានេះជាការចៃដន្យមួយដែលយើងមើលឃើញថាគូអ្នកធំដែលមានអិសរាជជននឹងគឺចងក្រងគឺឲ្យបានស្រឡាញ់គ្នាទៅវិញទៅមកចងក្រងជាក្នុងចំណងអាពាហ៍ពិពាហ៍ហ្នឹងគឺយើងឃើញហើយប៉ុន្តែមិនបានសេចក្តីថាអាពាហ៍ពិពាហ៍ជាចំណងនៃការពង្រឹងអំណាចរបស់ខ្លួនទេមិនអាចចឹងបានទេយើងឃើញថាអំណាចដែលមានអំណាចនៅតែទទួលបានការទណ្ឌកម្មនៅពេលដែលប្រព្រឹត្តខុសទាក់ទិនទៅនឹងសិល្បៈនៃការរចនាអំណាចតាមរយៈចំណងគ្រួសារនិងបកពួកនៅកម្ពុជានេះផងដែរលោកបណ្ឌិតសុកទូចសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះដោយឲ្យនិយមន័យអំពីពាក្យថាអំណាចមានលក្ខណៈច្រើនប្រភេទក្នុងបរិបទគ្រួសារនិយមការដឹកនាំនិងការធ្វើជំនួញអំណាចគឺជាទីសក្ការៈពីព្រោះអំណាចសម្រាប់អីទ្រទ្រង់របបរុស្ស៊ីទ្រទ្រង់វង្សត្រកូលទ្រទ្រង់គំនិតណាមួយឧទាហរណ៍អំណាចជាទីសក្ការៈមានន័យថាបើអំណាចបានទៅបរោះណាម្នាក់ដែលគេចង់កែសង្គមវាធ្វើឲ្យសង្គមនឹងរីកចម្រើនបើអំណាចនឹងវាបានទៅអ្នកដែលយកទៅដូចរកស៊ីខុសច្បាប់អានឹងវាជារឿងមួយទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកវិភាគនិយាយថាចំណងសាច់សាលោហិតរបស់ក្រុមអិសរាជជននយោបាយជាន់ខ្ពស់នោះគឺជាសក្តានុពលមួយសម្រាប់ធ្វើឲ្យគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកណ្ដាលអំណាចអាចបន្តត្រួតត្រាអំណាចរបស់ខ្លួនជាច្រើនចំនួនថែមទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាលោកនឹងបន្តដឹកនាំរហូតដល់អាយុ90ឆ្នាំខ្ញុំបាទតាំងសារ៉ាដាវុទ្ធុអាស៊ីសេរីពីរដ្ឋធានី Washington